ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿងរបស់ Admin Mochita ជួបគ្នាជាមួយ Admin ម្ដងទៀតដែលបន្តសាច់រឿងរបស់យើងនៅក្នុងភាគ35និង36ថៃចាន់មែននាំឲ្យសឺមកនិយាយគ្នាតែពីរនាក់ដែលគេចង់ដឹងថាមកសឺនឹងឯងហេតុអីក៏ស្រឡាញ់គេហើយបានលងស្រឡាញ់គេតាំងពីពេលណាមកមកសឺក៏ឆ្លើយតបថាដោយសារតែពួកគេគឺជាគូស្នេហ៍តាំងពីក្មេងជាមួយនឹងគ្នានៅពេលដែលគេបានដឹងថាថៃចាន់គឺជាអនាគតកូនកំមុំរបស់គេក៏ស្រឡាញ់ថៃចាន់តាំងពីពេលនឹងដែរចម្លើយរបស់មកសឺនឹងបានចំចំណុចហើយដែលថៃចាន់ជាមួយនឹងមកសឺគឺជាគូស្នេហ៍តាំងពីក្មេងជាមួយនឹងគ្នាបែបនេះថៃចិនក៏បង្ហាញនៅរូបគំនូរដែលគេបានមើលមុនហ្នឹងឯងគឺជាថៃចិនពិតប្រាកដកាលពី10ឆ្នាំមុនហើយម្នាក់ហ្នឹងឯងគឺជាគូស្នេហ៍តាំងពីក្មេងរបស់ម៉ៃស៊ឺក៏ជាគូដណ្ដឹងរបស់ម៉ៃស៊ឺផងដែរតែនាងបានធ្លាក់ពីលើជ្រួស្លាប់តាំងពីនៅតូចដល់អត់មាននរណាម្នាក់បានដឹងឡើយហើយនាងគឺជាមនុស្សធម្មតាតែឲ្យមានជីវិតយ៉ាងណាចំណែកគេគឺជាបិសាចដែលត្រូវឆ្លងកាត់មកថាមនុស្សជាញឹកជាញាប់អញ្ចឹងហើយគេមិនអាចប្រើអត្តសញ្ញាណដដែលបានទេតើគេបានជំនួសអត្តសញ្ញាណរបស់លាវថៃចិនហ្នឹងត្រឡប់មកកាន់គ្រួសារលាវលោកម្ចាស់លាវក៏មិនមានការសង្ស័យអ្វីគ្រាន់តែថាពួកគេគឺជាមនុស្សផ្សេងគ្នាម៉ៃស៊ឺនឹងកំពុងតែភាំងហើយដោយសារតែអ៊ូចិនក៏ជាបិសាចដែរប៉ុន្តែហេតុអីក៏នាងនឹងនៅតែជាអ្នកនាងចិនអញ្ចឹងថៃចិននឹងគេក៏ប្រាប់ពីរឿងរបស់អ៊ូចិនដែលទៅតែខ្លាយទៅជាបិសាចនៅពេលនាងកើតជាមនុស្សប៉ុណ្ណោះហើយនាងនឹងក៏បច្ចុប្បន្នហ្នឹងគឺជាពាក់កណ្ដាលបិសាចដែររឿងពួកគេទាំងពីរនាក់នឹងខុសគ្នាដែលថៃចិនគឺជាបិសាចតាំងពីកំណើតមកចំណែកអ៊ូចិនទៅតែខ្លាយជាបិសាចប៉ុណ្ណោះថៃចិនគេក៏សុំទោសទៅកាន់ម៉ៃស៊ឺដោយគេមិនបានប្រាប់រឿងមួយនឹងទៅកាន់ម៉ៃស៊ឺនឹងឲ្យបានលឿនជាងនឹងព្រោះគេគិតថាដរាបណាដែលគេមិនខ្វល់ជាមួយនឹងម៉ៃស៊ឺច្បាស់ជាលងស្រឡាញ់ទៅលើនារីផ្សេងម៉ៃស៊ឺក៏ខឹងជាមួយនឹងថៃចិនភ្លាមព្រោះអីថៃចិនអត់យល់ពីបេះដូងរបស់មនុស្សគេបានបន្តខ្លួនឯងរយៈពេល10ឆ្នាំហ្នឹងគិតថាគេនឹងធ្វើអីខុសទៅលើថៃចិនទៅថៃចិនហ្នឹងមិនខ្វល់ជាមួយនឹងគេភ្លាមអញ្ចឹងម៉ៃស៊ឺច្បាស់ជាមិនទាន់អាចទទួលយកបានហើយទៅគេខឹងជាមួយនឹងថៃចិនរីឯអ៊ូចិនរបស់យើងវិញក៏បានលួចចូលមកកាន់បន្ទប់ដាក់សៀវភៅហើយក៏រកឃើញនៅសៀវភៅមួយក្បាលដែលជាសៀវភៅក្បាច់គុណរបស់ប៉ាតាគេចាប់អារម្មណ៍ជាមួយនឹងគេហាត់ក្បាច់គុណខ្លាំងមែនទែនទៅអួតប្រាប់ទៅកាន់ជូអ៊ីទៅថាគេនឹងរៀនហាត់នៅក្បាច់គុណមួយនេះព្រោះអីគេគឺជាស្ដេចឆ្មាបើសិនជាគេចេះយុទ្ធសាស្ត្រកម្ចាត់បិសាចមួយទៀតគេនឹងខ្លាយទៅជាស្ដេចគ្រប់គ្រងឋានទាំងពីរអ៊ូចិននេះប៉ាន់ខ្លាំងមែនតើជូអ៊ីហ្នឹងក៏អស់សំណើជាមួយនឹងអ៊ូចិនព្រោះអីក្បាច់គុណទាំងពីរហ្នឹងมันអាចរួមបញ្ចូលគ្នាបានទេហើយបើអ៊ូចិនហាត់បានណាអ៊ូចិននឹងខ្លាយទៅជាមនុស្សទី1ដែលអាចធ្វើបានអ៊ូចិនក៏គិតថាទោះបីជាវាមិនកើតដែរប៉ុន្តែគេអាចគឺជាមនុស្សដែលមានសមត្ថភាពពិសេសនៅក្នុងការហាត់ក្បាច់គុណទាំងពីរហ្នឹងរួមបញ្ចូលគ្នាជូអ៊ីគេអត់មានហាមខនោះទេគ្រាន់តែគេនិយាយកុំឲ្យអ៊ូចិនហ្នឹងចំណាយកម្លាំងផ្ដេសផ្ដាសប៉ុន្តែដែលអ៊ូចិនចង់ចឹងហើយគេក៏បដ ாய் តាមហ្នឹងទៅហើយជូអ៊ីក៏យកចំណៃខ្លះហ្នឹងយកមកឲ្យអ៊ូចិនញ៉ាំស្រាប់តែអ៊ូចិនហ្នឹងក៏ហត់ទៅថាជូអ៊ីប៉ាគេស្រឡាញ់ប្តីគេណែអញ្ចឹងហើយជូអ៊ីហ្នឹងក៏អង្គុយមើលអ៊ូចិនហាត់ក្បាច់គុណរបស់គេបដាអីបដាតែគេមានបានប្រាប់ឯណាទុកឲ្យអ៊ូចិនហាត់តាមតាណាចោសៀនហួយឃើញម៉ៃស៊ឺត្រឡប់មកវិញហើយតាក់មុខសពសពោអត់សូវមានកម្លាំងអីហ្នឹងណាសម្រាប់ថាដូចរាល់ដងត្រូវថៃចិនហ្នឹងស្ដីបន្ទោសថាឲ្យអីអញ្ចឹងគេក៏ថាកំគិតច្រើនអីគេក៏ចង់ប្រាប់រឿងល្អទៅកាន់ម៉ៃស៊ឺបើជាម៉ៃស៊ឺហ្នឹងណាថាគេចង់នៅម្នាក់ឯងលើកនេះមិនមែនខូចចិត្តដូចរាល់ដងទេគឺថាខូចចិត្តលំដាប់ធ្ងន់តែម្ដងណាតែវាក៏ជាថ្ងៃល្អរបស់សៀនហួយដែលគេនឹងក៏មិនបានប្រាប់ម៉ៃស៊ឺព្រោះថាអាកាសធាតុពេលនេះនឹងវាចាប់ផ្ដើមមានផ្គររន្ទះសៀនហួយគេត្រូវធ្វើការឆ្លងកាត់នៅការពិសោធន៍ដើម្បីខ្លាចទៅជានាគទឹកភ្លៀងទៅគេក៏មករកទេវតាដែលនឹងជួយគេឲ្យខ្លាចទៅជានាគទឹកភ្លៀងហើយយើងគ្រាន់តែឮសំឡេងទេវតានិយាយឆ្លើយឆ្លងជាមួយនឹងសៀនហួយប៉ុណ្ណោះដែលមិនបានបង្ហាញជារូបរាងឡើយហើយដោយសៀនហួយនឹងក៏បានត្រៀមខ្លួនរួចរាល់ទៅទេវតាក៏ធ្វើការបាញ់នៅរន្ទះឋានសួគ៌នឹងមកកាន់រាងកាយរបស់សៀនហួយការបំលែងរូបរាងកាយរបស់សៀនហួយនេះប្រើពេលយូរខ្លាំងមែនទែនគេត្រូវរន្ទះច្រើនគ្រាប់ណាស់ប៉ុន្តែគឺថាមិនមែនជាការរបៀបទទួលទរណកម្មអីអត់មានឈឺចុកចាប់អីនោះទេក្រោយពីត្រូវរន្ទះទាំងអស់នោះហើយសៀនហួយមិនអាចខ្លាយទៅជានាគទឹកភ្លៀងបាននោះទេប៉ុន្តែគេក៏មានដោសកានាគមូលហេតុដែលធ្វើឲ្យរាងកាយរបស់គេមិនអាចខ្លាយទៅជានាគបានដោយសារតែគេនៅមានចំណងជាមួយនឹងលោកីអញ្ចឹងចង់ខ្លាយជានាគលុះត្រាតែសៀនហួយនឹងគឺដាច់ស្រឡះជាមួយនឹងបញ្ហាអីទាំងឡាយដែលគេនឹងធ្លាប់ឆ្លងកាត់ទៅអាចខ្លាយទៅជានាគបានសៀនហួយពិតជាចង់ខ្លាយទៅជានាគណាស់ក៏ប៉ុន្តែដោយសារតែគេមិនទាន់ដាច់ស្រឡះជាមួយនឹងរឿងរបស់ម៉ៃស៊ឺគេនៅព្រួយបារម្ភពីម៉ៃស៊ឺនៅឡើយទេមកមើលថៃចារបស់យើងបន្តិចដែលពេលនេះគឺគេកំពុងតែចាប់បង្ខំលូយ៉ាហ្នឹងចង់មើលដៃរបស់លូយ៉ាតែលូយ៉ាហ្នឹងគេបដិសេធព្រោះវាគឺជារឿងដែលមិនសមរម្យតែពួកគេគឺជាភេទផ្ទុយគ្នាណាមួយអ៊ូចិនក៏មានស្វាមីហើយស្រាប់តែអ៊ូចិនក៏ឆ្លើយតបថាមិនអីទេព្រោះគេរត់ព្រឹកហ្នឹងគេឃើញក្រុមអ្នកកម្ចាត់បិសាចហាត់គុនដោះអាវហ្នឹងគេមើលរហូតហ្នឹងពួកគេក៏នាំគ្នាអៀនជាមួយនឹងអ៊ូចិនអ៊ូចិននេះគឺថាព្រៀនបរោះសាហាវហ្មងហើយលូយ៉ាធ្លាប់តែនិយាយមួយដល់ពេលជួបរឿងហែជាមួយនឹងអ៊ូចិនអញ្ចឹងតែជើជាមួយនឹងអ៊ូចិនឡើងញាប់ឆ្មេឡាសាច់បងសាប្អូនគេនឹងនាំគ្នាឆ្ងល់ជាមួយនឹងលូយ៉ាងថាតើនេះពិតជាលូយ៉ាងមែនឬមួយក៏អត់ដល់ពេលកំពុងតែចែកគ្នាហ្នឹងជូអ៊ីហ្នឹងគេក៏មកដល់សួរថាអ៊ូចិនមានរឿងអីអ៊ូចិនក៏សោយដៃឲ្យមើលពីស្នាមជាំដែលកំពុងតែឡើងពេញដៃរបស់គេគឺគេចង់ឲ្យលូយ៉ាងហ្នឹងរកវិធីព្យាបាលគេប៉ុណ្ណោះរឿងក៏បង្វែរមកកាន់ថៃចិនវិញសិនដោយសៀនហួយឥឡូវហ្នឹងកំពុងតែថាឲ្យថៃចិនលាក់ប្រវត្តិរបស់ខ្លួនឯងច្រើនឆ្នាំហើយហេតុអីក៏ពេលនេះមកបច្ចេកអញ្ចឹងណាថៃចិនគេធ្វើបែបនេះដោយសារតែមានអ៊ូចិនជាបបពិសោធន៍ដែលលាក់ពីប្រវត្តិរបស់ខ្លួនឯងអញ្ចឹងហើយគេមិនចង់លាក់នោះទេ
តើស៊ីនហួយនឹងក៏ឆ្ងល់ទៀតហើយមិនស៊ឺនឹងទទួលយកថៃចិនគឺជាពោះបានហេតុអីក៏មិនអាចទទួលយកពីប្រវត្តិបន្លំខ្លួនរបស់ថៃចិនបានអញ្ចឹងរឿងនឹងវាកើតឡើងដោយសារតែមនោសញ្ចេតនាស្នេហារបស់មិនស៊ឺនឹងគឺគេមានតាំងពីក្មេងជាមួយនឹងថៃចិនពិតប្រាកដហើយថៃចិនក៏ប្រាប់ទៅការស៊ីនហួយកុំឲ្យខ្វល់ជាមួយនឹងរឿងរបស់ពួកគេទៀតអីក៏តែខ្វល់ពីរឿងខ្លួនឯងធ្វើយ៉ាងណាឲ្យឆាប់ខ្លាចទៅជានាគទៅរឿងខ្លាចទៅជានាគនឹងស៊ីនហួយគេនៅតែចង់ខ្លាចទៅជានាគទេប៉ុន្តែគឺគេនៅតែខ្វល់ជាមួយនឹងមិនស៊ឺចង់តែចាប់មិនស៊ឺនឹងមករកថៃចិនដើម្បីនិយាយគ្នាម្ដងទៀតនិយាយពីមិនស៊ឺនឹងស្រាប់តែមិនស៊ឺបានមករកថៃចិនមែនប៉ុន្តែមិនមែនមកនិយាយពីរឿងរបស់ពួកគេឡើយមិនស៊ឺគឺចង់ដឹងថាលាវថៃចិនរបស់គេនោះនៅឯណាតើថៃចិនក៏នាំមិនស៊ឺទៅមើលភ្នូររបស់លាវថៃចិនពិតប្រាកដនឹងដែលបានលាក់ខ្លួននៅក្នុងព្រៃច្រើនឆ្នាំហើយដែលមានសរសេរឈ្មោះអីទេមិនស៊ឺពិតជារំជួលចិត្តខ្លាំងមែនតើដែលលាវថៃចិនរបស់គេត្រូវនៅក្នុងព្រៃច្រើនឆ្នាំបែបនេះព្រោះថានាងចូលចិត្តតែទស្សនវិជ្ជាបែបសតការប៉ុណ្ណោះវិលមកកាន់ជូអ៊ីរបស់យើងនៅពេលនេះជូអ៊ីស្រាប់តែបានចាក់យកនៅឧបករណ៍មួយយ៉ាងដែលបានលាក់ទុកនៅក្នុងបន្ទប់ដាក់សៀវភៅមួយនោះសិស្សច្បងស្រាមុនឹងក៏មានជាការប្រតិកម្មជាមួយនឹងទង្វើរបស់ជូអ៊ីទោះបីជាគេបានអនុញ្ញាតឲ្យជូអ៊ីចូលទៅកាន់បន្ទប់ដាក់សៀវភៅហ្នឹងប៉ុន្តែចំពោះការយកនៅឧបករណ៍មួយនេះចេញមកខាងក្រៅគឺគេមិនអនុញ្ញាតនោះទេមូលហេតុនោះដោយសារតែឧបករណ៍មួយហ្នឹងគឺជាឧបករណ៍នៅក្នុងការឆ្លងពេលវេលាទៅកាន់18ឆ្នាំមុនមើលរឿងរ៉ាវដែលបានកើតឡើងប៉ុន្តែវាប្រឆាំងជាមួយនឹងច្បាប់ធម្មជាតិបើសិនជាជូអ៊ីចូលទៅមានបញ្ហាអ្វីនោះមិនត្រឹមតែមិនអាចជួយអ៊ូចិនបាននោះទេប្រហែលជាមានបញ្ហាដល់ជូអ៊ីទៀតជូអ៊ីយល់ពីបំណងល្អរបស់សៀវមូក៏ប៉ុន្តែចំហាយបិសាចនៅលើខ្លួនរបស់អ៊ូចិនវាបានផុសមកម្ដងទៀតដែលនាងនឹងក៏មិនមានពេលវេលាច្រើនទៀតដែរទើបគេត្រូវតែស្វែងរកការពិតពីរឿងហេតុដែលបានកើតឡើងទៅលើខ្លួននាងទោះបីជាត្រូវជួបបញ្ហាអ្វីក៏ដោយហើយជូអ៊ីក៏ត្រូវធ្វើការកំទេចសៀសាគូយីងចោលដែរគេគឺជាកូនប្រុសម្នាក់គេមិនអាចឲ្យឃាតករដែលសម្លាប់ម្ដាយឪពុករបស់គេនឹងរួចខ្លួនម្ដងទៀតបានឡើយហើយគេកាន់តែមិនអាចឈរមើលឲ្យសត្រូវរបស់គេលាក់ខ្លួននៅក្នុងខ្លួនប្រែរបស់ប្រពន្ធគេក៏ធ្វើឲ្យប្រពន្ធរបស់គេស្លាប់ដែរក្រោយពីស្ដាប់ហេតុផលនិងការសូមអនុញ្ញាតរបស់ជូអ៊ីហើយសៀវមុនឹងក៏យកព្រមនៅក្នុងការជួយឲ្យជូអ៊ីនឹងអាចឆ្លងពេលវេលាបានហើយសំណាក់ឆាងស៊ីក៏ធ្វើការជូនដំណើរមកកាន់ហូជូនៅឯក្រុងបិសាចនេះដែលឲ្យនាងទៅកាន់សំណាក់ឆាងស៊ីជាបន្តលីសៀវគេសង្ឃឹមថាការអញ្ជើញជូអ៊ីទៅនេះគឺវាពាក់ព័ន្ធជាមួយនឹងការព្យាបាលរបស់អ៊ូចានហើយគណៈនឹងស្រាប់តែពួកគេទាំងពីរនាក់ក៏ប្រទះឃើញជឺស៊ូនឹងដើរកាត់មុខពួកគេដោយជឺស៊ូមួយរយៈនឹងប្លែកណាស់ដើរតាមផ្លូវរហូតជឺស៊ូក៏បងទៅវិលទៅបម្រើសៀសាគូយីងដោយគេតាមស្វែងរកពីទីកន្លែងដែលសៀសាគូយីងនឹងចង់នៅកាលពី18ឆ្នាំមុនរឿងក៏បានកើតដល់លីសៀវដែលគេនឹងគឺបានយកអីនឹងយកមកលក់ឲ្យម្ចាស់ហាងមកកន្លែងតពេលហើយនឹងស្រាប់តែលើសំឡេងមានអ្នកផឹកស្វឹងនៅខាងលើនិយាយតែម្នាក់ឯងហ្នឹងគេក៏ឆ្ងល់ស្មានហ្នឹងហើយនៅមានភ្ញៀវទៀតម្ចាស់ហាងក៏ប្រាប់ទៅថាម្នាក់ហ្នឹងគឺជាកូនអ្នកមានមកផឹក3ថ្ងៃហើយអញ្ចឹងគាត់ក៏មិនហ៊ានដេញគេដែរលីសៀវហ្នឹងក៏ចាប់អារម្មណ៍កូនអ្នកមានម្នាក់ណាអញ្ចឹងមកផឹកស្វឹងគេក៏មកលួចមើលទៅគេពិតគឺជាបីសឹកសោះទៅគេហ្នឹងក៏ចង់អង្គុយផឹកជាមួយនឹងបីសឹកប៉ុន្តែបីសឹកហ្នឹងមានបែងតែមួយអញ្ចឹងដូចជាមិនស្វាគមន៍គេសោះគេក៏មិនផឹកក៏បានដែរហើយលីសៀវហ្នឹងគេក៏សម្ដែងជាមួយនឹងបីសឹកតាក់ទងជាមួយនឹងស្រាដែលគេហ្នឹងកំពុងតែផឹកគឺជាស្រាដែលល្បីប្រចាំហាងស្រាហ្នឹងមានឈ្មោះថាស្រាផ្កាអូស្មានលីសៀវក៏ចង់និយាយពីរឿងរបស់ថៃចិនទៀតប៉ុន្តែម៉ៃស៊ឺនឹងគេមិនចង់ស្ដាប់ក៏ដេញឲ្យលីសៀវចេញទៅមុននឹងលីសៀវទៅគេមានសំណួរទៅកាន់ម៉ៃស៊ឺដល់ច្រើនឆ្នាំមកនេះនរណាគេក៏ដឹងថាម៉ៃស៊ឺស្រឡាញ់ថៃចិនដែរគ្រាន់តែ10ឆ្នាំមុនថៃចិនក៏ខ្លាចទៅជាមនុស្សផ្សេងប៉ុន្តែគេឆ្ងល់ថារយៈពេល10ឆ្នាំកន្លងមកនេះរឿងដែលបានឆ្លងកាត់ជាមួយនឹងគ្នាតំណែងតំណងរបស់អ្នកទាំងពីរនាក់ហ្នឹងពិតជាមិនអាចទៅរួចឬមួយក៏អារម្មណ៍នឹងគោលបំណងរបស់ម៉ៃស៊ឺទៅលើថៃចិនវាបានជាប់គាំងតាំងពីពេលចាប់ដើមដំបូងថាសួរនាំនិយាយពីមនុស្សចឹងទៅខៃឡូម៉ៃស៊ឺនឹងមិនយល់លីសៀវហ្នឹងគេក៏និយាយប្រៀបធៀបរឿងស្រាវិញស្រាផ្កាអូស្មានដែលល្បីនៅក្នុងហាងមួយនេះដែលការពិតទៅការដឹកជញ្ជូនមកអ្នកដឹកជញ្ជូនបានធ្វើឲ្យកាពប់ស្រានឹងអស់ហើយពួកគេក៏បានចំនួននៅស្រាថ្មីដែលម៉ៃស៊ឺនឹងកំពុងតែពេញចិត្តជាមួយអញ្ចឹងទោះបីជាស្រាផ្កាអូស្មាននឹងវាមិនជាស្រាពិតប្រាកដក៏ម៉ៃស៊ឺបានពេញចិត្តជាមួយនឹងស្រានឹងដោយមិនបានដឹងខ្លួនបន្ទាប់ពីនោះលីសៀវក៏មកកាន់ក្រុងបិសាចវិញដោយបញ្ជាអ្នកយាមនឹងគឺឈប់យាមនៅច្រកចេញចោគឺពួកគេនឹងលែងឃុំឃាំងជឺស៊ូទៀតណាដោយសារតែបានដំណឹងមកថាអ៊ូចិននឹងចិត្តត្រឡប់មកវិញហើយអញ្ចឹងពួកគេគិតថាជឺស៊ូលែងជាបញ្ហាសម្រាប់ពួកគេទៀតប៉ុន្តែពួកគេមិនបានដឹងឡើយថាជឺស៊ូកំពុងតែមានផែនការអ្វីតែកដោនឹងតាមតនថាជឺស៊ូនឹងបានស្វែងរកពីទីតាំងរបស់សៀសាគូយីទីតាំងមួយនឹងយើងក៏មិនទាន់ដឹងថាតើវាលេខអ្វីឬមួយក៏មានអាចក៏បាំងអ្វីនៅឡើយទេតែតាកដោនឹងចង់រួមដៃជាមួយនឹងជឺស៊ូដើម្បីចូលទៅកន្លែងមួយនោះជាមួយនឹងគ្នាមានតែពឹងលើសមត្ថភាពរបស់ជឺស៊ូប៉ុណ្ណោះទៅពួកគេនឹងអាចចូលទៅបានព្រោះកន្លែងមួយនឹងដូចជាកន្លែងហាមឃាត់ដែលមានតែស្ដេចទាំងពីរប៉ុណ្ណោះដែលអាចចូលទៅបានតែកដោក៏ឲ្យយោបល់ចាត់ការទៅលើថៃចិនព្រោះថាថៃចិនតែម្នាក់គត់ដែលកំពុងតែធ្វើការគ្រប់គ្រងក្រុងបិសាចបច្ចុប្បន្នហ្នឹងហើយគាត់ក៏បញ្ចុះថាមានតែបានដឹងពីការពិតរបស់សៀសាគូយីងប៉ុណ្ណោះទៅអាចធ្វើការព្យាបាលជំងឺរបស់អ៊ូចិនបានអញ្ចឹងហើយរឿងមួយនេះក៏វាចំណេញទៅដល់ជឺស៊ូដែរចាំមើលថាហេតុផលល្អយ៉ាងហ្នឹងជឺស៊ូច្បាស់ជាតាមតាកដោទៀតហើយចំណែកនៅខាងជូអ៊ីនៅវិញជាមួយនឹងក្រុមកំចាត់បិសាចហ្នឹងពួកគេក៏កំពុងតែធ្វើការបើកនៅពេលវេលាដើម្បីឲ្យជូអ៊ីនឹងឆ្លងចូលទៅកាន់18ឆ្នាំមុនជូអ៊ីបានត្រឹមតែចូលទៅមើលរឿងរ៉ាវដែលបានកើតឡើងកាលពីមុនប៉ុណ្ណោះបើសិនជាគេហ៊ានតែសម្លាប់មនុស្សឬមួយក៏ផ្លាស់ប្ដូរអតីតកាលហ្នឹងពេលវេលា
លាបច្ចុប្បន្ននេះវាក៏អាចកែប្រែឬមួយក៏ជូអ៊ីអាចនឹងជាប់គាំងនៅក្នុងរឿងអតីតកាលផងដែរឥឡូវនេះជូអ៊ីបានចូលមកកាន់រឿងរ៉ាវដែលបានកើតឡើងកាលពី18ឆ្នាំមុននៅក្នុងថ្ងៃភ្លើងឆេះក្រុងឆាំងអានតែម្ដងហើយក៏មកដល់នៅចំពោះមុខផ្ទះរបស់គេទៀតទៅជូអ៊ីនឹងក៏ទៅរកម្ដាយរបស់គេដោយសារថ្ងៃហ្នឹងក៏ជាថ្ងៃដែលគាត់ត្រូវបាត់បង់ជីវិតរូបភាពម្ដាយដែលជូអ៊ីបានឃើញគឺម្ដាយរបស់គេក៏កំពុងតែដេកដួលដែលគាត់ហ្នឹងគឺចិត្តនឹងផុតដង្ហើមទៅហើយប៉ុន្តែជូអ៊ីគឺអាចមានតំណែងជាមួយនឹងមនុស្សក្នុងពេលបច្ចុប្បន្ននេះដែរតើជូអ៊ីបានតន់ដង្ហើមម្ដាយរបស់គេដែលគាត់ព្យាយាមហៅឈ្មោះរបស់ជូអ៊ីលុះពេលដែលគាត់បានផុតដង្ហើមហើយទៅជូអ៊ីតូចបានមកតន់តាមក្រោយអញ្ចឹងអេដមីនហៅគេថាជូអ៊ីតូចសិនតែចោះជូអ៊ីរបស់យើងហ្នឹងក៏បានលួងលោមជូអ៊ីតូចហ្នឹងកុំឲ្យពិបាកចិត្តអីមិនអីទេគឺបន្តិចទៀតអាចនឹងឆ្លងផុតដែរបន្តមករឿងក៏បង្ហាញមកកាន់អ៊ូចិននៅពីតូចរបស់យើងដែរដោយពេលហ្នឹងគឺអ៊ូចិនបានដើរវង្វេងមកដល់ទីកន្លែងមួយដែលនាងហ្នឹងមិនស្គាល់ឡើយហើយក៏ត្រូវចំហាយបិសាចរបស់សៀសាគូយីហ្នឹងវាយឲ្យគេស្លាប់ពេលហ្នឹងស្ដេចបិសាចឆ្មាហ្នឹងក៏បានបង្ហាញខ្លួនមកដែរស្របពេលដែលជូអ៊ីហ្នឹងក៏មកដល់ទីតាំងមួយនេះគាត់ក៏បង្ហាញខ្លួនជាទម្រង់មនុស្សរបស់គាត់តែជូអ៊ីហ្នឹងមើលមិនទាន់ស្គាល់ថាស្ដេចបិសាចឆ្មាហ្នឹងគឺជាអ្នកណានៅឡើយទេស្រាប់តែជូអ៊ីតូចដែលគេមកតាមជូអ៊ីដែរហ្នឹងឃើញស្ដេចបិសាចឆ្មាហើយគេក៏បានរត់មកស្រែកហៅថាលោកពកជូអ៊ីយើងក៏ភ្ញាក់ខ្លួនតែម្ដងនេះគឺជាកែវពិត18ឆ្នាំមុនដែលគេមិនបានដឹងឪពុករបស់គេគឺជាអតីតបិសាចឆ្មាសោះហើយមូលហេតុដែលជូអ៊ីមិនបានចាំមុខឪពុករបស់ខ្លួនឯងដោយសារតែគេបាយតាំងពីតូចអញ្ចឹងអាចថាគេនឹងរៀងភ្លេចមុខបញ្ចប់ត្រឹមនេះរឿងក៏បង្ហាញមកកាន់ពេលវេលាបច្ចុប្បន្នដែល3ថ្ងៃក្រោយមកអ៊ូចិនក៏ភ្ញាក់ពីគេងមកវិញគឺអ៊ូចិនត្រូវថ្នាំសណ្ដំឡើង3ថ្ងៃហើយមើលទឹកមុខរបស់អ៊ូចិនដឹងថាអ៊ូចិនមានការចងចាំមកវិញដែរអ៊ូជូគ្រាន់តែឃើញពីកាយវិការពុតពេនរបស់អ៊ូចិនក៏ដឹងថានេះគឺជាអ៊ូចិនម្ចាស់របស់គេតែតាក៏សប្បាយចិត្តអោបអ៊ូចិនដឹងថាជូអ៊ីច្បាស់ជាអ្នកជួយគេហើយទៅមករកអ្នកប្រមាញ់បិសាចផ្សេងទៀតក៏ប៉ុន្តែពួកគេក៏បានប្រាប់ថាជូអ៊ីបានចាញ់ពីសំណាក់ឆាងស៊ីមុនពេលដែលអ៊ូចិនបានដឹងខ្លួនព្រោះថាដឹងថាអ៊ូចិនច្បាស់ជាមិនចង់ជួបមុខរបស់គេឡើយហើយអ៊ូចិនមិនត្រឹមតែមានការចងចាំមកវិញនោះទេសូម្បីតែចំហាយបិសាចដែលនៅឃុំនៅក្នុងខ្លួនរបស់អ៊ូចិនក៏លែងមានទៀតដែរស្រាប់មកគេក៏នាំអ៊ូចិនមកកាន់បន្ទប់ដាក់សៀវភៅដោយមានសៀវភៅមួយក្បាលបកគោតែឲ្យអ៊ូចិនព្រោះថាអំឡុងពេលដែលអ៊ូចិនបាត់បង់ការចងចាំអ៊ូចិនបានហាត់នៅយុទ្ធសាស្ត្របកតាដែលវាប្រឆាំងជាមួយនឹងយុទ្ធសាស្ត្របិសាចសៀវភៅមួយហ្នឹងក៏នឹងជួយបន្សាបនិងធ្វើឲ្យកម្លាំងធាតុនៅក្នុងខ្លួនរបស់អ៊ូចិនវិលត្រឡប់មកដូចដើមវិញហើយអ៊ូចិនក៏ងាកទៅមើលតុក្បាលហ្នឹងដោយសារតែគេចាំថាពេលដែលគេបាត់បង់ការចងចាំហ្នឹងគេអង្គុយហាត់យុទ្ធសាស្ត្រហ្នឹងនៅជាមួយនឹងជូអ៊ីមានភាពស្និទ្ធស្នាលជាមួយនឹងជូអ៊ីមើលទៅដូចជានឹកជូអ៊ីដែរតាតើតែគេត្រឡប់មកបន្ទប់វិញហ្នឹងក៏បានឃើញចម្លាក់ឈើនៅលើតុហ្នឹងនឹកឃើញដល់ជូអ៊ីម្ដងទៀតហើយហូជូក៏កំពុងតែនៅនិយាយគ្នាជាមួយនឹងសងជាងពួកគេហ្នឹងចែករំលែកពីរឿងរ៉ាវបន្ទាប់ពីបែកគ្នាហើយហ្នឹងពួកគេហ្នឹងបានឆ្លងកាត់នឹងធ្វើអ្វីខ្លះអីចឹងទៅហើយហូជូគេនៅតែរវល់ជាមួយនឹងការងារជំនួយរបស់គេសង្ឃឹមថាគេនឹងក្លាយទៅជាអ្នកមាននៅក្នុងក្រុងឆាងអាចំណែកឯសងជាហ្នឹងក៏មានមហិច្ឆតានៅក្នុងការវឹកហាត់វិជ្ជាគុណរបស់គេហ្នឹងឲ្យខ្លាំងគេនៅតែចង់ក្លាយទៅជាអ្នកក្លាហានម្នាក់ទោះបីជាយុទ្ធសាស្ត្ររបស់គេហ្នឹងអន់ជាងគេនៅក្នុងបកក៏ដោយហូជូបានលើកទឹកចិត្តសងជាងឲ្យសម្រេចគោលដៅរបស់ខ្លួនហើយសងជាងហ្នឹងក៏មានអំណោយទៅកាន់ហូជូដែលនោះគឺជាដុំមាសហ្នឹងគឺដុំមាសរាជការមុនណាប៉ុន្តែវាមិនជាដុំមាសធម្មតាឡើយវាគឺជាវិញ្ញាណរបស់ដុំមាសដែលបានបន្សល់ទុកពីគ្រួសារអ្នកមានមួយហើយសងជាងហ្នឹងគេទៅតែបើកបញ្ជីមើលទៅឃើញអាដុំមាសហ្នឹងវាប៉ិនលាក់ខ្លួនខ្លាំងមែនតើដល់ពេលដែលពួកគេព្យាយាមដាស់អាដុំមាសហ្នឹងភ្ញាក់ស្រាប់តែវាហ្នឹងក៏រត់ចេញពីដៃរបស់ពួកគេហើយមាសហ្នឹងវាក៏រត់មកដល់បន្ទប់របស់អ៊ូចិនក៏ត្រូវអ៊ូចិនប្រើយុទ្ធសាស្ត្រចាប់វាបានតែអ៊ូចិនក៏ភ្ញាក់ជាមួយនឹងខ្លួនឯងដែលគេហ្នឹងអាចប្រើប្រាស់យុទ្ធសាស្ត្រនៅពេលថ្ងៃបានហើយហូជូបានតហ្នឹងគេក៏ថានេះគឺជាវិញ្ញាណរបស់ដុំមាសអញ្ចឹងហើយពួកគេត្រូវយកទៅកាន់ក្រុងបិសាចវិញដើម្បីផ្ដល់មេរៀនខ្លះឲ្យវាអ៊ូចិនជាមួយនឹងហូជូក៏ត្រូវត្រឡប់ទៅកាន់ក្រុងឆាងអានវិញហើយអញ្ចឹងក្រុមអ្នកកម្ចាត់បិសាចហ្នឹងក៏នាំគ្នាជួលដំណើរពួកគេហើយយើងក៏ឃើញថាស្រាវមូហ្នឹងក៏ចូលមកមើលអ្នកជំងឺម្នាក់ដែលកំពុងតែគេងស្ដោកស្ដាំងហ្នឹងគឺគេដាក់រូបព្រាបអញ្ចឹងគ្មាននរណាគេក្រៅពីជូអ៊ីយើងទេមើលទៅដល់ឡែកនៅក្នុងក្រុងឆាងអានឥឡូវនេះស្រាប់តែលេចមុខអ្នកចាប់ពស់ម្នាក់ក៏ធ្វើការប្រកាសឲ្យប្រជាជនគ្រប់គ្នានឹងមានការប្រុងប្រយ័ត្នជាមួយនឹងពស់ដែលអាចចូលទៅក្នុងផ្ទះរបស់ពួកគេទោះបីជាវាជារដូវរងាដែលអ្នកគ្រប់គ្នានឹងមិនគិតថាមានពស់មកពីណាហ្នឹងអ្នកចាប់ពស់ហ្នឹងគេក៏ថាអត់ទេយំមិញហ្នឹងគាត់នឹងបានប្រទះជាមួយនឹងពស់មួយធំខ្លាំងមែនតើតែគាត់នឹងក៏បានធ្វើឲ្យរួចអញ្ចឹងហើយក៏ត្រូវតែមានការប្រុងប្រយ័ត្នតែប្រជាជននឹងមានការភ័យខ្លាចព្រោះថាម្នាក់នរណាគេក៏ខ្លាចពស់ដែរដល់លឺពស់ធំអញ្ចឹងទៀតកាន់តែខ្លាចទៀតតើអ្នកចាប់ពស់ក៏ធ្វើការបកគោនៅម្សៅស្ពនធរដែលជាម្សៅបណ្ដេញពស់ហ្នឹងតែឲ្យអ្នកគ្រប់គ្នាដោយមិនគិតប្រាក់តែម្ដងហើយរឿងរ៉ាវដែលមានពស់ធំនៅក្នុងក្រុងឆាងអាននេះនិយាយពីមាត់មួយទៅមាត់មួយក៏លឺដល់មីស៊ឺដែលទៅតែងើពីផាក់សវាំងតែមីស៊ឺមើលទៅដូចជាមិនតាន់ជឿទេព្រោះវាជារដូវរងាមានពស់មកពីណាឯថៃចិនរបស់យើងនឹងសយធំខ្លាំងតែម្ដងគេបានធ្វើដំណើរជារទេះសែននៅឆ្លងកាត់នៅជួរផ្លូវហ្នឹងដែលប្រជាជននឹងកំពុងតែធ្វើការដុតម្សៅស្ពនធរហ្នឹងឡើងហុយផ្អោងពេញហ្នឹងហើយចុងថៃចិនហ្នឹងក៏ចាប់ផ្ដើមឆ្លក់ជាមួយនឹងម្សៅហ្នឹងហើយគេហ្នឹងក៏ចាច់ដែរព្រោះវាគឺជាម្សៅបណ្ដេញពស់ទើបគេបានប្រាប់ឲ្យអ្នកបម្រើរបស់គេហ្នឹងបញ្ញាប់បរទេះសែទៅកាន់ផ្ទះឲ្យលឿនទៅប៉ុន្តែការបរហ្នឹងមិនបានប្រយ័ត្នហ្នឹងក៏បុកជាមួយនឹងដុំថ្មធ្វើឲ្យកង់រទេះហ្នឹងរបេះបាត់ចៃដនទៅទៀតអ្នកបម្រើរបស់គេហ្នឹងក៏ដាក់ដៃទៅចំកតុយពស់របស់ថៃចិន
ណាធ្វើឲ្យគេនឹងស្រែកផ្អើលឆាឡោពេញនឹងហើយក៏ឲ្យអ្នកគ្រប់គ្នានឹងចូលទៅជួយម្ចាស់របស់គេផងថៃចិនធ្វើឲ្យមានការទេដោយសារតែគេជាពោះចាញ់ម្សៅហើយណាចង់ភ័យខ្លួនខ្លាំងមែនតើប៉ុន្តែស្រាប់តែអ្នកដែលចូលមកក្នុងរទេះសេះរបស់គេគឺជាមីស៊ឺសមីស៊ឺក៏ឲ្យកសែងដៃទៅកាន់ថៃចិនដើម្បីឲ្យនាងនឹងធ្វើការខ្ទប់ច្បោះហើយគេនឹងក៏ដោះអាវក្រៅរបស់គេនឹងដណ្ដប់ទៅលើកតុយពោះរបស់ថៃចិនហើយក៏បីថៃចិនហ្នឹងចាញ់ពីកន្លែងអូអាប់មួយហ្នឹងមកកាន់ផ្ទះរបស់គេក៏ប្រាប់ឲ្យអ្នកបម្រើហ្នឹងកុំធ្វើការដុតម្សៅស្ពនធរហ្នឹងទៀតហើយមីស៊ឺក៏នៅមើលថៃជួយជូតសម្អាតដៃចិននៅមុខរបស់ថៃចិនយ៉ាងយកចិត្តទុកដាក់នេះព្រួយបារម្ភពីថៃចិនណាដែលភ្លេចខ្លួនហើយដល់ពេលដែលសៀនហួយឃើញអញ្ចឹងគេក៏ថាឲ្យពួកគេទាំងពីរអ្នកហ្នឹងផ្សះផ្សាគ្នាវិញទៅស្រាប់តែមីស៊ឺហ្នឹងក៏ចង់ដើរចាញ់ថៃចិនហ្នឹងក៏រកក្រោកឈរប៉ុន្តែគេក្រោកមិនរួចទេព្រោះគេមិនទាន់បានធូរនៅឡើយទោះតែថៃចិននិយាយពីការដុតម្សៅស្ពនធរនេះគឺជាចេតនារបស់នរណាម្នាក់ចង់ធ្វើបាបគេក៏មីស៊ឺហ្នឹងចាប់អារម្មណ៍ចង់ដឹងគេដែលប្រើប្រាស់ម្សៅមួយហ្នឹងធ្វើឲ្យថៃចិនចាញ់ទៅរូបរាងពិតវិញប្រហែលជាម្នាក់ហ្នឹងចង់បានសកាពោះរបស់ថៃចិនហើយសកាពោះវាដូចជាបេះដូងពោះដែរចឹងណាវាមានសារៈសំខាន់សម្រាប់ពួកគេដូច្នេះបើចង់ដឹងថានរណាគេគឺជាមីខ្លាំងពិតប្រាកដពួកគេត្រូវស្វែងរកអ្នកចាប់ពោះឲ្យឃើញមីស៊ឺគេក៏ជួយថៃចិនដោយសារតែអ្នកចាប់ពោះហ្នឹងទៅតែបាត់ខ្លួនប្រហែលជា2យាមមុនហ្នឹងទេទៅគេហ្នឹងក៏ប្រើប្រាស់លុយហ្នឹងសួរនាំអ្នកដែលធ្លាប់ឃើញអ្នកចាប់ពោះហ្នឹងមីស៊ឺមិនដឹងថាត្រូវចាយលុយអស់ប្រមាណនោះទេទម្រាំតែទទួលបានចម្លើយចំណែកឯថៃចិនហ្នឹងគេក៏មិនរកអ្នកចាប់ពោះហ្នឹងឃើញតែខ្លួនឯងឯងព្រោះគេចេះយុទ្ធសាស្ត្រអញ្ចឹងស្រួលណាស់មើលទៅតាមឧបករណ៍នៅជាប់ខ្លួនរបស់អ្នកចាប់ពោះហ្នឹងដូចជាមិនសមអ្នកចាប់ពោះដែលបានឃើញពោះធំរត់មកម្ដុំហ្នឹងទេគេក៏គម្រាមសួរនាំពីមូលហេតុដែលអ្នកចាប់ពោះហ្នឹងបង្ករឿងប្រដេប្រដាអីចឹងហើយអ្នកចាប់ពោះហ្នឹងគាត់ក៏ថាគាត់អត់មានបានធ្វើអីទេពោះធំដែលគាត់បានឃើញហ្នឹងវាគ្រាន់តែជារឿងដែលគាត់ប្រឌិតឡើងមកប៉ុណ្ណោះព្រោះគាត់មិនចេះចាប់ពោះចឹងទៅគាត់គ្រាន់តែបោកបញ្ឆោតនឹងបន្លាចអ្នកស្រុកហ្នឹងឲ្យមានការភ័យខ្លាចហើយក៏ទិញម្សៅបណ្ដេញពោះពីគាត់ហើយចាំមិនទាន់ជឿទៅប្រើប្រាស់យុទ្ធសាស្ត្រគម្រាមទៅលើគាត់ក៏ដឹងថាគាត់នេះគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះចឹងទៅគេក៏បានកិច្ចខ្លួនទៅរួចក៏ធ្វើឲ្យយើងបានដឹងថាអ្នកដែលនៅពីក្រោយខ្នងរបស់គាត់ហ្នឹងគឺជាជឿស៊ូរបស់យើងសោះដែលបានបញ្ជាឲ្យគាត់ហ្នឹងធ្វើការចែកចាយនៅម្សៅស្ពនធរតែគាត់ក៏មិនបានរួចខ្លួនដែរជឿស៊ូហ្នឹងក៏ស្រាប់តែសម្លាប់គាត់ចោលតែម្ដងឯថៃចិនហ្នឹងក៏វិលមករកមីស៊ឺនៅកន្លែងដែលមីស៊ឺហ្នឹងបានចាយប្រាក់មុនហ្នឹងណាសួរទៅកាន់ម្ចាស់ហាងហ្នឹងគាត់ក៏ថាមីស៊ឺហ្នឹងគឺបានចាក់ចេញទៅបាត់ហើយតែគាត់អត់ឃើញថាចាក់ចេញពេលណាទេឯបរិវ័យក្មេងដែលនៅក្បែរខ្លួនរបស់មីស៊ឺហ្នឹងក៏បានចាក់ចេញបន្ទាប់ទាំងស្លន់ស្លាវហើយក៏មានអ្នកបន្សល់សបុតឲ្យថៃចិនទៀតដែលឲ្យថៃចិនហ្នឹងទៅកាន់ព្រៃសបុតមួយហ្នឹងគឺសរសេរដោយបិសាចដែលហ៊ានអុកឡុកហ្នឹងគ្មាននរណាគេឆ្ងាយក្រៅពីតាកណ្ដុរហ្នឹងទេគាត់បានចាប់មីស៊ឺម៉ែវហើយក៏បានវាយទៅកាន់មីស៊ឺដោយមិនបណ្ដៃដៃសោះប៉ុន្តែក៏បានសៀនហួយរបស់យើងហ្នឹងមកតបានជួយមីស៊ឺហើយក៏វាយគ្នាជាមួយនឹងតាកណ្ដុរបន្តិចតាកណ្ដុរក៏មិននឹកស្មានថានេះគឺជាសៀនហួយក៏មិននឹកស្មានថាតាកណ្ដុរនៅរស់ដែរគេក៏បានធ្វើជាដើរទៅដើរមកនិយាយគ្នាបឆោតជាមួយនឹងតាកណ្ដុរហ្នឹងគាត់ក៏ថាសៀនហួយនេះភ្លេចពីការសងសឹករបស់ខ្លួនឯងឯងសៀនហួយធ្លាប់សន្យាថាចាញ់ពីក្រុងបិសាចហើយគឺនឹងធ្វើការសងសឹកអីចឹងណាហើយឥឡូវហ្នឹងមិនក៏មកជាប់ពាក់ព័ន្ធនឹងជួយមនុស្សអញ្ចឹងសៀនហួយគេក៏និយាយថាគេពិតជាបានសន្យាថាជួយធ្វើបាបអូចឹងប៉ុន្តែគេមិនបានសន្យាថារឿងហ្នឹងគឺនឹងបានជោគជ័យហើយចំពោះការសងសឹកវិញគេចង់សងសឹកឬមួយក៏អត់វាជារឿងរបស់គេតែប៉ុន្តែគេចង់ជួយមិត្តភ័ក្តិរបស់គេនិយាយបន្លប់ហើយហ្នឹងគេក៏បានហក់វាយតាកណ្ដុរតែតាកណ្ដុរគាត់ដូចជាខ្លាំងខ្លាណាស់គឺគាត់ស្ទុះស្ទាជាសៀនហួយទៀតសៀនហួយលេងក្បាច់មួយណាក៏គាត់ចាប់បានហើយបានវាយទៅកាន់សៀនហួយវិញយ៉ាងទ្រុឌទ្រោមតែម្ដងដាក់មួយដៃប៉ាងទៅចំដើមឈើហើយគាត់ក៏បន្តទៅវាយខ្ទប់ទៀតមីស៊ឺគេស្រែកហៅសៀនហួយទាំងឈឺចាប់ដែលគេនឹងមិនអាចទៅជួយសៀនហួយបានឯសៀនហួយដឹងថាគេមិនអាចទ្រាំទ្រជាមួយនឹងតាកណ្ដុរបានទៀតទេទៅគេនឹងក៏ប្រើប្រាស់យុទ្ធសាស្ត្រចុងក្រោយរបស់គេនឹងជួយផ្ដាច់ចំណងឲ្យមីស៊ឺដើម្បីឲ្យមីស៊ឺនឹងរត់គេចខ្លួនតែមីស៊ឺគេមិនបានរត់ទៅណាឡើយគេក៏បានរត់មករកតាកណ្ដុរក៏ដាក់មួយដៃចំតាកណ្ដុរដោយសារតែកំហឹងរបស់គេខឹងដែលធ្វើបាបសៀនហួយអញ្ចឹងចុងក្រោយពួកគេទាំងពីរនាក់នោះក៏ត្រូវតាកណ្ដុរវាយទ្រោមទាំងពីរនាក់ហើយភ្លាមនឹងក៏បានថៃចិនមកយកនឹងមកជួយពួកគេផងដែរតែថៃចិនមើលទៅដូចជានៅទន់ខ្សោយនៅឡើយគេវាយគ្នាជាមួយនឹងតាកណ្ដុរមិនបានប្រមែនហងបាច់ជាចាញ់យុទ្ធសាស្ត្ររបស់តាកណ្ដុរហើយត្រូវតាកណ្ដុរនឹងជះម្សៅពោះទៅលើគេទៀតចប់តែម្ដងណាថៃចិនគេមិនអាចវាយគ្នាបានទៀតទេទៅគេនឹងក៏សួរតាកណ្ដុរថាតើគាត់នឹងចង់បានអីពិតប្រាកដអញ្ចឹងតាកណ្ដុរនឹងក៏ได้លក្ខខណ្ឌជាមួយនឹងថៃចិនណាគាត់ចង់បានសកាពោះរបស់ថៃចិនដោះដូរជាមួយនឹងជីវិត3នាក់ហ្នឹងថៃចិនត្រូវបាត់បង់សការបស់ខ្លួនឯងឬមួយក៏យ៉ាងណាយើងមានតែចាំមើលភាគក្រោយទាំងអស់គ្នាទេដោយសារតែរឿងនៅក្នុងភាគនេះគឺបានស្លេះតែប៉ុណ្្នឹងហើយអញ្ចឹងចាំជួបគ្នាជាមួយអេមីនម្ដងទៀតនៅក្នុងភាគក្រោយទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយ